ជាប្តីប្រពន្ធណាទោះបីស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយតែឲ្យតែហ៊ានបំពេញផ្លូវចិត្តគ្នាញយនឹងអស់ក្តីស្រឡាញ់ឯងដោយបង្រៀនគ្នាឲ្យចេះនៅម្នាក់ឯងអញ្ចឹងប្តីប្រពន្ធគូខ្លះទៅប្រកាសឲ្យថ្មីគឺថាបែកគ្នាអត់បាននៅចិត្តគ្នាស្អិតល្មួតផ្អែមល្ហែមយកចិត្តទុកដាក់គ្នាឲ្យតម្លៃគ្នាស្រឡាញ់គ្នាបេះអញ្ចឹងដល់នៅជាមួយគ្នាយូរទៅ1ឆ្នាំ2ឆ្នាំទៅចាប់ផ្ដើមធុញទ្រាន់ជាមួយគ្នាព្រោះអីដៃគូមកខាងទៀតហ្នឹងបញ្ចេញចរិតពិតហើយអាការបំពេញគ្នាហ្នឹងណាគឺចាប់ផ្ដើមឡើងពីរឿងតូចតាចហ្នឹងទេតែក៏វាមានរឿងធំនៅក្នុងហ្នឹងដែរដែលធ្វើឲ្យប្តីមិនអាចទទួលបានប្រពន្ធក៏មិនអាចទទួលបានអូខេតោះឥឡូវខ្ញុំនិយាយពីចរិតមនុស្សប្រុសបែបណាដែលធ្វើឲ្យប្រពន្ធពិបាកទទួលសិនណាទី1គឺជាមនុស្សប្រុសដែលបានផឹកហើយគឺថាងើបអត់រួចមិនថាប្រពន្ធហៅមានការអីគឺថាអត់ទេអត់ព្រមទៅបន្តិចសិនចាំប្រហែលសិនបន្តិចទៀតអស់ឥឡូវហើយកលិចដោះសារឲ្យមានពុតបិទច្រើនជួនកាលប្រពន្ធខលហៅបងមកផ្ទះវិញម៉ោងប៉ុន្មានម៉ោង8បងទៅដល់ហើយតែមានឯណាម៉ោង2 10យប់មិនទាន់មកដល់ផងជួនកាលដាច់យប់មកយប់ទាស់ភ្លឺទៀតក៏មានដែរចំណុចទី2គឺជាប្តីដែលទុកខ្លួនឯងជាធំអាងតែខ្លួនឯងជាមេគ្រួសារជាអ្នករុកលុយគឺថាអត់ជឿស្ដាប់ប្រពន្ធខ្លះទេប្រពន្ធនិយាយអីក៏មិនស្ដាប់ដែរចំណុចទី3គឺជាមនុស្សដែលកំណាញ់ស្វិតជាមួយនឹងប្រពន្ធកូនតែបើជាមួយនឹងអ្នកដតីផឹកស៊ីមានស្រីអត់កំណាញ់ទេឬក៏អាណិតគេហ្នឹងគឺថាមានលុយបើជាមួយប្រពន្ធកូនខ្លួនឯងអត់លុយគឺឲ្យលុយសំខាន់ជាងប្រពន្ធនឹងកូនខ្លួនឯងហ្មងណាចំណុចតូចទាំងអស់នេះហើយដែលបំពេញលើប្រពន្ធញយធ្វើឲ្យប្រពន្ធនឹងអស់ចិត្តអស់ក្តីស្រឡាញ់ដោយឯងហើយអាចំណុចធំជាងគេហ្នឹងណាគឺប្តីមិនស្មោះត្រង់ប្តីលួចក្បត់ប្តីមានស្រីសួរស្រីណាក៏ដូចស្រីណាដែរបើដឹងថាប្តីមានស្រីមិនទៅត្រាំបានទេមែនទេហើយសម្រាប់មនុស្សស្រីខ្លះដែលគាត់តូនខ្សោយគាត់មិនដឹងធ្វើម៉េចគាត់ចេះតែត្រាំទទួលយកទៅទឹកភ្នែកលេបបាយរស់នៅមិនសុបាយជីវិតអត់មានសេរីភាពទៅតែបើសម្រាប់មនុស្សស្រីណាដែលគេមានគំនិតគេចេះគិតគេពូកែដែរគឺគេមិនត្រាំនោះទេគេពិតជាទាត់ចោលហើយចោះចរិតប្រពន្ធបែបណាដែលប្តីមិនចូលចិត្តហើយត្រាំមិនបានទី1គឺជាមនុស្សស្រីដែលបានតែសម្ដីតែខ្ជិលមិនសូវធ្វើអីទេហើយមើលឃើញតែកំហុសប្តីចូលចិត្តប្រៀបធៀបប្តីខ្លួនឯងជាមួយនឹងប្តីអ្នកដតីឬក៏អ្នកដតីអញ្ចឹងទៅឃើញគេល្អជាងលើកប្រៀបធៀបអញ្ចេះមួយអញ្ចេះពីរទម្លាក់ប្តីខ្លួនឯងជន់ពន្លិចប្តីខ្លួនឯងមិនដែលចេះឲ្យកម្លាំងចិត្តប្តីលើកទឹកចិត្តប្តីឯងចេះតែនិយាយស្ដីបន្ទោសប្តីរស់ស៊ីខូចខាតអីបន្តិចបន្តួចមិនបានទេគឺថាមើងងាយប្តីដាក់កំហុសលើប្តីជាមនុស្សស្រីអាត្មានិយមស្រឡាញ់តែខ្លួនឯងទី2គឺជាមនុស្សស្រីដែលលេងល្បែងមុនបងលេងតិចមធ្យមទេងុំលេងយូរទៅញៀនលេងល្បែងយូរជពាក់គេពេញស្រុកប្តីអត់ដឹងខ្លួនផងក៏មានហើយបើមនុស្សស្រីនឹងផឹកស្រាប្រមឹកញៀនស្រាផងគឺថាដឹងអាផ្ទះនឹងអត់មានក្តីសុខទេបាយមហូបដឹងនៅណាទេក្រុមគ្រួសារអត់មានក្តីសុខទ្រព្យសម្បត្តិក៏រលាយកូននឹងប្តីដឹងអារស់មិនបានសុខទេទី3គឺជាមនុស្សស្រីដែលស្រឡាញ់តែបងប្អូនសាច់ញាតិឪពុកម្ដាយខ្លួនឯងមានលុយអីតិចតួចទៅជួយពុកជួយម៉ែខ្លួនឯងជួយបងប្អូនខ្លួនឯងអស់អាលេងអត់គិតពីក្រុមគ្រួសារខ្លួនឯងម៉ានទេអត់អាណិតប្តីដែលខំធ្វើការរលុយត្រាក់មករាល់ថ្ងៃនោះទេជួយពុកម៉ែបងប្អូនយើងបានតែកុំឲ្យក្រុមគ្រួសារយើងនឹងត្រូវលំបាកអាគ្រួសារខ្លួនឯងនេះមិនតាន់មានអីផងបេះពីមាត់បេះពីកទៅជួយបងប្អូនចុងក្រោយពិបាកខ្លួនឯងប្តីប្រពន្ធក៏ត្រូវឆ្លោះគ្នាព្រោះតែយើងជាប្រពន្ធនេះអត់ចេះគិតអត់តន់ចេះអាណិតក្រុមគ្រួសារខ្លួនឯងផងទៅជួយគេចំណុចទី4ប្រពន្ធសម័យនេះក៏លួចក្បត់ដែរជាពិសេសសម្រាប់ប្តីដែលទៅនៅធ្វើការនៅកូរ៉េទៅនៅថៃឬក៏ទៅនៅជប៉ុនឬក៏ទៅនៅប្រទេសណាអីចឹងប្តីខំចេញពីផ្ទះទៅធ្វើការនៅស្រុកគេវេទនាតស៊ូណាអ្នកធ្វើការនៅក្រៅប្រទេសពិតជាបានដឹងហើយមិនមែនរលុយបានពាន់នឹងស្រួលទេប្រឹងប្រែងតស៊ូទាំងតិចទាំងតកកនៅស្រុកតម្រាំបានលុយផ្ញើឲ្យប្រពន្ធណាតែប្រពន្ធខ្លះមានឯណាប្តីនៅឆ្ងាយលួចក្បត់បំផ្លាញលុយកាក់ប្តីចិញ្ចឹមប្រុសថ្មីលួចមានសហាយជួនកាលប្តីមកដល់រត់ចោលប្តីទៀតក៏មានដែរស្រីខ្លះអានឹងសម័យនេះគឺអញ្ចឹងមានមែនណាចំណុចទាំងអស់នេះហើយដែលធ្វើឲ្យប្តីអស់ចិត្តស្រឡាញ់ប្រពន្ធហើយបើមនុស្សប្រុសល្អផងគេមិនខ្វល់ទេគេដើរចេញបាត់